4. តួនាទីរបស់ប៊ូតុងនៅក្នុងមេនុយ Home មេនុយនេះមានទីតាំងនៅខាងលើបន្ទាប់ពីមេនុយ File វាមានតួនាទីសម្រាប់បង្ហាញឈ្មោះប៊ូតុងផ្សេងទៀតនៅពេលដែលយើងចុចនៅលើវា Copy គឺសម្រាប់ថតចម្លង Paste សម្រាប់បញ្ចេញច្បាប់ដែលបានថតចម្លង Cut គឺសម្រាប់កាត់ផ្ដាច់ដើម្បីបដូរទីតាំងថ្មី Format Painter គឺសម្រាប់ចម្លងប្រភេទអក្សរតាមសញ្ញារបស់ជក់ Font គឺសម្រាប់បដូរទម្រង់អក្សរ Font size គឺសម្រាប់បដូរទំហំអក្សរ Increase font size គឺសម្រាប់ពង្រីកអក្សរ Decrease font size គឺសម្រាប់បង្រួមអក្សរ Bold គឺសម្រាប់ធ្វើឲ្យអក្សរដិតក្រាស់ Italic គឺសម្រាប់ធ្វើឲ្យអក្សរត្រេត Underline គឺសម្រាប់គូសបន្ទាត់នៅក្រោមអក្សរ Border គឺសម្រាប់ដាក់កូឡោនជុំវិញអក្សរ Fill color គឺសម្រាប់ចាក់ពណ៌លើផ្ទៃក្រោយអក្សរ Font color គឺសម្រាប់ចាក់ពណ៌លើអក្សរ Align text left សម្រាប់តម្រឹមអក្សរចេញពីខាងឆ្វេង Center គឺសម្រាប់តម្រឹមអក្សរចេញពីកណ្ដាល Align text right គឺសម្រាប់តម្រឹមអក្សរចេញពីខាងស្ដាំ Top align ខិតអក្សរឲ្យគៀកទៅខាងលើ cell Middle align ខិតអក្សរមកកណ្ដាល cell Bottom align ខិតអក្សរគៀកមកខាងក្រោម cell Orientation គឺសម្រាប់បង្វិលអក្សរក្នុង cell Decrease indent បន្ថយការដកឃ្លាក្នុង cell Increase indent បន្ថែមការដកឃ្លាក្នុង cell Red text គឺសម្រាប់បង្ហាញអក្សរដែលឆ្លង cell ឲ្យឃើញតែមួយ cell Merge cell គឺសម្រាប់បញ្ចូល cell ច្រើនឲ្យទៅជា cell តែមួយ Currency គឺសម្រាប់ដាក់រូបិយវត្ថុនៅក្នុង cell Percent style គឺសម្រាប់ដាក់សញ្ញាភាគរយនៅក្នុង cell Comma style សម្រាប់ដាក់កាត់ក្បៀសតម្លៃលេខ Increase decimal សម្រាប់បន្ថែមលេខទស្សភាគ Decrease decimal សម្រាប់បន្ថយលេខទស្សភាគ Conditional formatting សម្រាប់ដាក់លក្ខខណ្ឌកំណត់ផ្សេងៗនៅក្នុង cell Format as table សម្រាប់ដាក់គំរូម៉ូដជាតារាងនៅក្នុង cell Cell style គឺជាម៉ូដរបស់ cell Insert cell សម្រាប់បញ្ចូល cell Delete cell គឺសម្រាប់លុប cell Delete sheet គឺសម្រាប់លុបសន្លឹកការងារ Format គឺសម្រាប់កែប្រែនិងផ្លាស់ប្ដូរទម្រង់ផ្សេងៗរបស់ cell Auto sum សម្រាប់សរសេររូបមន្តបូកសរុប Fill សម្រាប់ចាក់បំពេញទិន្នន័យដែលចម្លងចេញពី cell ដែលនៅជិតវា Clear សម្រាប់លុបព័ត៌មានចេញពីក្នុង cell Sort and filter គឺសម្រាប់តម្រៀបទិន្នន័យក្នុង cell តាមអក្សរក្រម Find គឺសម្រាប់ស្វែងរកពាក្យ Replace គឺសម្រាប់ជំនួសពាក្យថ្មី Select object គឺសម្រាប់ select រូបភាពឬរាងណាមួយ